ស្ដីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីរបៀបក្នុងការដោះបាទ page ឬក៏ Facebook របស់យើងនឹងជាប់សញ្ញាពណ៌លឿងបាទអញ្ចឹងរបៀបក្នុងការដោះបងប្អូនគ្រាន់តែធ្វើការចូលជាមួយនឹង Facebook យើងសិនហើយបន្ទាប់មកយើងធ្វើការចុចជាមួយនឹង profile Facebook បាទរួចហើយមកដល់កន្លែង profile Facebook យើងគឺយើងធ្វើការថត screen មួយសិនបាទអញ្ចឹងយើងថត screen មួយសិនមកបន្ទាប់ពីយើងធ្វើការថត screen រួចរាល់បងប្អូនចុចកន្លែងprofessional dashboard បាទអញ្ចឹងបងប្អូនចុចលើហ្នឹងមកអញ្ចឹងបន្ទាប់មកបងប្អូននឹងឃើញpage របស់យើងហ្នឹងមានបញ្ហាគេដាក់ថា page has some issues បាទអញ្ចឹងវាចេញសញ្ញាលឿងណាអញ្ចឹងយើងចូលទៅដោះស្រាយទាំងអស់គ្នាកន្លែងហ្នឹងគឺយើងធ្វើការថត screen មួយទៀតបងប្អូនណាកន្លែងហ្នឹងណាបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការថត screen រួចរាល់ហើយបាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការយើងត្រឡប់ថយក្រោយវិញបាទយើងចុចថយក្រោយបន្ទាប់មកទៀតបងប្អូនមើលខាងលើគេមានសញ្ញាគូស3នឹងឯងបាទអញ្ចឹងបងប្អូនចុចលើនឹងមកហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែចុចកន្លែងពាក្យថា help and support បាទរួចហើយបងប្អូនមើលខាងក្រោមគេដាក់ថាអូខេ report a problem បាទបន្ទាប់មកទៀតបងប្អូន scroll ឡើងលើបន្តិចមកបាទហើយយើងចុចពាក្យថា continue to report a problem បាទបន្ទាប់ពីយើងធ្វើការចុចរួចរាល់អញ្ចឹងបងប្អូនចុចពាក្យខាងក្រោមគេដាក់ថា include បាទពណ៌ QQ នឹងឯងបងប្អូនបាទចុចលើនឹងមកអញ្ចឹងបន្ទាប់ពីចុចលើនឹងរួចរាល់ហើយអញ្ចឹងសម្រាប់បងប្អូនដែលប្រើជាមួយនឹង page បងប្អូនចុចទៅលើពាក្យថា page មកហើយបើសិនជាបងប្អូនប្រើជាមួយនឹង profile បងប្អូនចុចទៅលើ profile ណាអញ្ចឹងពីរហ្នឹងបើសិនជាមានបញ្ហាមួយណាបងប្អូនចុចលើមួយហ្នឹងមកអញ្ចឹងខ្ញុំមានបញ្ហាជាមួយនឹង page ចុចទៅលើ page ហើយបន្ទាប់មកទៀតខ្ញុំគ្រាន់តែធ្វើការ upload រូបដែលបានថតមុនហ្នឹងបាទអញ្ចឹងបងប្អូនមួយហ្នឹងគឺយើងធ្វើការថតចំនួន2ប៉ុស្តិ៍បាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការ upload រូបថតហ្នឹងម្ដងមួយមកណាបងប្អូនបាទនៅពេលដែលយើង upload បានមួយរួចរាល់ហើយយើងធ្វើការ upload ម្ដងទៀតបាទអញ្ចឹងយើង upload 2រូបថតហ្នឹងមកដើម្បីងាយស្រួលក្នុងការបង្ហាញអំពីបញ្ហាដែលយើងកើតឡើងហើយបន្ទាប់មកទៀតបាទត្រង់ចំណុចខាងលើហ្នឹងគឺជា description អញ្ចឹងត្រង់ចំណុច description ហ្នឹងគឺបងប្អូនក៏អាចធ្វើការវាយតាមខ្ញុំដែលបានបង្ហាញនៅលើវីដេអូហ្នឹងដែរបាទហើយខ្ញុំនឹងធ្វើការដាក់ description មួយហ្នឹងនៅក្នុងខាងក្រោមវីដេអូរបស់ខ្ញុំបាទអញ្ចឹងបើសិនជាបងប្អូនតាក់ទងជាមួយនឹង page បងប្អូនគ្រាន់តែធ្វើការលុបត្រង់ចំណុចខាងលើនឹងតិចមកបាទអញ្ចឹងយើងគ្រាន់តែដាក់ថា Facebook បាទ Facebook page ត្រង់ចំណុចហ្នឹងណាបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការកែរួចរាល់បងប្អូនគ្រាន់តែចុចត្រង់ចំណុចខាងលើដែលមានសញ្ញាព្រួយនឹងឯងអញ្ចឹងយើងចុចកន្លែងសញ្ញាព្រួយហ្នឹងមកដើម្បីយើងផ្ញើរាល់ព័ត៌មានដែលមាននៅក្នុង Facebook page របស់យើងណាដែលជាប់សញ្ញាពណ៌លឿងហ្នឹងដើម្បីឲ្យក្រុមហ៊ុនហ្នឹងជួយធ្វើការដោះស្រាយបាទអញ្ចឹងនៅពេលដែលយើងធ្វើបែបហ្នឹងរួចរាល់ហើយបងប្អូនត្រូវរងចាំបាទអាចមួយអាទិត្យពីរអាទិត្យឬក៏កន្លះខែបាទអរគុណច្រើនជម្រាបលា